អត់ទៅឲ្យមួយបានដឹងទាំងអស់គ្នាចាពាក់ព័ន្ធទី1គឺលបឿននឹងការលើកដាក់សម្លេងចាលបឿននឹងការលើកដាក់សម្លេងត្រូវរក្សាលំនឹងឲ្យបានល្អចាប់ពីដំណើរការអត្ថបទរហូតដល់ចប់អត្ថបទមិនត្រូវអានដើមអត្ថបទខ្លាំងរួចមកបងអង្គនៅចុងឬអានបង្ខំដោយសារអស់ខ្យល់ដង្ហើមចាត្រូវចេះលើកដាក់សម្លេងបត់បែនតាមប្រភេទអត្ថបទហើយការអានអត្ថបទត្រូវអានក្នុងល្បឿនមួយដែលសមរម្យមិនលឿនពេកក៏មិនយឺតពេកដោយការប្រកបអក្សរនោះដែរការអានត្រូវតែឲ្យអ្នកស្ដាប់ចង់ស្ដាប់ជក់ចិត្តចង់តាមដានអត្ថបទតាំងពីដើមរហូតទៅដល់ចប់ចានេះពាក់ព័ន្ធជាមួយនឹងល្បឿនប្រសិនបើអត្ថបទបែបមโนសញ្ចេតនាមួយត្រូវតែអានរបៀបថាឲ្យយឺតធ្វើម៉េចឲ្យក្រអួនក្អៅធ្វើម៉េចឲ្យអ្នកស្ដាប់នោះគឺគាត់ក្តុកក្តួលអារម្មណ៍ទៅតាមការអានរបស់យើងចាប្រសិនបើអត្ថបទបែបរៀបរាប់ចាសម្លេងរបស់បងអូនត្រូវតែមានភាពស្រស់ស្រាយឧទាហរណ៍ដូចរះអាទិត្យរះស្រស់ស្រាយអញ្ចឹងពេលតែអានឃ្លាបែបនេះមិនមែនយើងអានដោយព្រះអាទិត្យរះពោះត្រដែតមិនអញ្ចឹងទេណាចាអានត្រូវព្រះអាទិត្យរះពោះត្រដែតធ្វើមិនឲ្យអ្នកស្ដាប់នឹងគឺមានអារម្មណ៍ស្រស់ស្រាយទៅតាមអត្ថបទរបស់យើងអញ្ចឹងណាចាទី3ប្រសិនបើអត្ថបទបែបអប់រំចាយុវជនឧទាហរណ៍ថាយុវជនត្រូវជាឆ្ងាយពីគ្រឿងញៀនអញ្ចឹងសំឡេងត្រូវតែមើងមាត់រឹងមាំហើយមានអំណាចចាអញ្ចឹងកន្លែងឃ្លាថាយុវជនត្រូវជាឆ្ងាយពីគ្រឿងញៀនកូនអត់ត្រូវមួយអត់ត្រូវអានថាយុវជនត្រូវជាឆ្ងាយពីគ្រឿងញៀនមិនអញ្ចឹងទេណាយុវជនត្រូវជាឆ្ងាយពីគ្រឿងញៀនអូនេះចាអានឹងត្រូវតែអានដោយមើងមាត់យើងត្រូវឲ្យស្គាល់ពីខ្លឹមសារនៃអត្ថបទឲ្យបានច្បាស់បានមួយអានទៅរៀនចូលអារម្មណ៍ទៅក្នុងហ្នឹងហើយអ្នកស្ដាប់ក៏គេជួចចិត្តទៅតាមនឹងគ្នាចានេះពាក់ព័ន្ធជាមួយនឹងល្បឿននៃការលើកដាក់សម្លេង2ការបញ្ចេញសម្លេងជាមួយនឹងអក្ខរាវិរុទ្ធចាមួយត្រូវអានឲ្យចំតួអក្សរមិនត្រូវថែមហើយពាក្យរំលងពាក្យឡើងត្រូវបញ្ចេញសូរឲ្យបានត្រឹមត្រូវបំផុតហើយច្បាស់ទៅតាមសម្លេងជញ្ជាក់នឹងស្រាប់ឧទាហរណ៍ពាក្យស្រឡាញ់ក្មេងមួយខ្លះអានស្រឡាញ់មែនទេណាស្រឡាញ់ត្រូវឲ្យចេញថាស្រឡាញ់អត់ទេចាឲ្យច្បាស់ទៅចំជញ្ជាក់នឹងស្រាប់ដូចជាពាក្យថាប្រធានអញ្ចឹងឲ្យចេញថាប្រធានដែលប្រធានអត់ទេចានេះហើយជាសូរនៃពាក្យគឺយើងត្រូវបន្លឺឲ្យច្បាស់ឲ្យចំតួអក្សរនិងអក្ខរាវិរុទ្ធចាទី3ការដកដង្ហើមនិងការឈប់សម្រាកនៅក្នុងអត្ថបទមួយគេមានកន្លែងដកឃ្លាគេមានខណ្ឌចាអញ្ចឹងមួយទាំងអស់គ្នាត្រូវតែអានដោយគោរពទៅតាមកន្លែងដែលគេតម្រូវឲ្យយើងឈប់ចាមិនត្រូវអានកាត់ឃ្លាដែលនាំឲ្យបាត់ន័យឬផ្លាស់ប្ដូរអត្ថន័យនៃអត្ថបទឡើយចាដូចកន្លែងខ្លះដូចជាយើងត្រូវអានអញ្ចឹងឃ្លាខ្លះយើងត្រូវអានដកឃ្លាយើងអានជាប់គ្នាវាទៅឲ្យមានន័យស្ដាប់ទៅវាទៅជាន័យផ្សេងមួយទៀតអញ្ចឹងណាមួយត្រូវតែដកដង្ហើមឬឈប់សម្រាកទៅតាមសញ្ញាបញ្ញយុត្តនិងការលើកដាក់សម្លេងតាមប្រភេទនៃល្បះឧទាហរណ៍បើជួបសញ្ញាសួរសម្លេងត្រូវឡើងខ្ពស់នៅចុងឃ្លាបើជួបសញ្ញាខាងត្រូវឈប់សម្រាកយូរជាងកន្លែងដកឃ្លាបើជួបអភ័ន្តរសញ្ញាសម្លេងត្រូវតែដំឡើងឲ្យបានខ្ពស់បងនេះចានេះជាឧទាហរណ៍តិចសម្រាប់មួយទេទី4ផ្នែកកាយវិការអេរយាបថចាអេរយាបថការប្រកួតប្រជែងយើងមិនមែនមើលតែទៅលើការអានទេប៉ុន្តែយើងត្រូវមើលទៅលើសិល្បៈនៃការអានរបស់មួយចាទី1គឺក្រសែភ្នែកបងអូនមួយត្រូវសម្លឹងមើលទៅគណៈកម្មការនិងទស្សនិកជនជាចន្លោះយល់កន្លែងចន្លោះហ៎យល់ទេនៅចន្លោះ
ចន្លោះឧទាហរណ៍នៅពេលចប់របស់នីមួយអញ្ចឹងណាពេលដែលយើងអានអញ្ចឹងព្រះអាទិត្យរះពោះត្រដែតអញ្ចឹងយើងត្រូវកន្លែងហ្នឹងយើងត្រូវអានហ្នឹងគឺមិនចាំបាច់ឲ្យមើលរហូតដល់ចប់ព្រះអាទិត្យរះពោះត្រដែតមែនទេព្រះអាទិត្យរះពោះត្រដែតអញ្ចឹងណាមានន័យថានៅចន្លោះពេលដែលចន្លោះឃ្លាហ្នឹងគឺយើងត្រូវតែងើយមើលទៅគណៈកម្មការមើលទៅទស្សនិកជនទាំងអស់មិនមែនអានគិតតែពីអោនពីដើមរហូតដល់ចប់ទេតោះនេះចា៎ចំពោះទឹកមុខត្រូវប្រែប្រួលទៅតាមអត្ថន័យរបស់អត្ថបទបើអត្ថបទនិយាយពីភាពសោកសៅទឹកមុខត្រូវស្រទន់បើនិយាយពីមោទនភាពជាតិទឹកមុខត្រូវតែរឹងមាំនឹងមានមោទនភាពបើអត្ថបទសបាយទឹកមុខត្រូវតែស្រស់បោះជានិច្ចចឹងណាចា៎ចំពោះកាយវិការដៃនិងដងខ្លួនត្រូវរក្សាជំហរឲ្យត្រង់មិនត្រូវឲ្យមុខខ្លាំងពេកមកលើសន្លឹកអត្ថបទបើកាន់សៀវភៅឬក្រដាសត្រូវកាន់ឲ្យមានចម្ងាយសមរម្យពីមុខរបស់ខ្លួនចា៎ព្រោះទៅអាននោះមិនដឹងថាមានជើងដាក់អត់ទេអញ្ចឹងពេលដែលគួយអានមិនត្រូវកាន់ឡើងដល់ពោះពេកឬក៏ដាក់ឲ្យពេកទេអញ្ចឹងត្រូវកាន់ឲ្យមានសមជាមួយនឹងកម្ពស់នៃដងខ្លួនរបស់យើងបងប្អូនត្រូវចងចាំថាការអានគឺត្រូវអានដោយក្តីស្រឡាញ់មិនមែនអានដោយការប្រកួតប្រជែងតែមួយមុខតែមួយមុខនោះទេអញ្ចឹងណាចា៎កូនអានកូនមិនថាអានទៅសូត្រឲ្យឆាប់ចប់ដើម្បីឲ្យឈ្នះគេនៅអត់ទេអានត្រូវអានដោយដាក់បេះដូងដាក់អារម្មណ៍ចូលទៅក្នុងអត្ថបទមិនមែនអានអត្ថបទចប់ហើយសួរទៅថាក្នុងនឹងនិយាយពីអីអត់ដឹងផងនឹងមែនទេណាចា៎ដូចនៅក្នុង Facebook មួយធ្លាប់ឃើញកូនមួយសំណាងឯដែលគ្រូគាត់ចំណាំសាលានេះគាត់សួរកូនសិស្សនឹងថាសំណាងលោកគ្រូមិនអានលោកគ្រូអត្ថបទមិនគេនិយាយពីអីគាត់ថាខ្ញុំអត់ដឹងផងហើយចុះគ្រូខំអានអត្ថបទឲ្យស្ដាប់តែកូនអត់ដឹងមកពីគ្រូតែអានបើគ្រូអានគ្រូអត់ដឹងផងខ្ញុំអត់អានខ្ញុំមិនដឹងហ្នឹងហើយអានឹងអត់ត្រូវទេនៅពេលដែលអានអត្ថបទគឺយើងត្រូវតែយកចិត្តទុកដាក់ស្ដាប់ហើយផ្ដោតអារម្មណ៍ថាអត្ថបទហ្នឹងគឺគេនិយាយអំពីអ្វីអញ្ចឹងណាចាមីងសូមណែនាំទៅចំណុចទី5ចំពោះជ័យលាភីដោយអង្គគាត់លើកឡើងអញ្ចឹងមីងគ្រាន់តែសូមបញ្ជាក់ឲ្យថាការប្រកួតនៅថ្នាក់រាជធានីនេះគណៈកម្មការគឺសម្រាប់ជ្រើសរើសជ័យលាភីពីលេខ1ទៅដល់លេខ5ចាក្នុងចំណោមបងប្អូន28រូបនេះគឺសម្រាប់ថ្នាក់រាជធានីយើងយកតែ5រូបទេគឺលេខ1ទៅដល់លេខ5ហើយសម្រាប់ទៅប្រកួតនៅថ្នាក់ជាតិគឺយកតែលេខ1មួយរូបគត់យកទៅប្រកួតប្រជែង